រាត្រីសួស្តីមិត្តអ្នកសិក្សាភាសាចិនជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមានកិត្តិយសលើកយកអក្សរសាស្ត្រចិនគឺគុណនាមចំនួន18ពាក្យមកបង្ហាញការរៀបរៀងឡើងមានវត្ថុបំណងសំខាន់7យ៉ាងទី1ដោយយល់ឃើញថាបច្ចុប្បន្ននេះភាសាចិនមានសារៈសំខាន់ខ្លាំងណាស់នៅកម្ពុជានៅលើពិភពលោកនេះក្នុងចំណោមមនុស្ស5នាក់មានម្នាក់ចេះនិយាយភាសាចិនទី2ចំណេះដឹងចេះហើយមិនយកមកប្រើជាពឹសពលទី3ការឲ្យទានធម៌ជាទានដ៏ប្រសើរជាងទានទាំងពួងទី4ដើម្បីទុកជាអនុស្សាវរីយ៍សម្រាប់មនុស្សក្នុងលោកទី5ពិភពលោកនេះគ្រាន់តែជាជំរកបណ្ដោះអាសន្នប៉ុណ្ណោះទី6យើងអាចជួយគ្នានៅអ្វីដែលយើងអាចជួយបានទី7ការចែករំលែកជាទម្លាប់ល្អរបស់ជនជាតិខ្មែរដូច្នេះសូមសិក្សារីករាយជាមួយនឹងពាក្យទី4អាយមានន័យថាទៀបឬទឿថាពីវ៉ាអាយអ៊ីទៀនថាពីវ៉ាអាយអ៊ីទៀនគាត់ទៀបជាងខ្ញុំបន្តិច这个桌子太矮了这个桌子太矮了តុមួយនេះទៀបបន្តិចហើយ请低头看路请低头看路សូមឱនក្បាលមើលផ្លូវ这里的价格很低这个的价格很低តម្លៃទំនិញនៅទីនេះទាបណាស់它的分数比较低它的分数比较低បន្ទុករបស់គាត់តិចទាបណាស់今天气温很低今天气温和气温很低今天气温很低ថ្ងៃនេះអាកាសធាតុទាបណាស់省字អក្សរថ្មី分数បន្ទុក一点បន្តិចបន្តួច太矮ទាបពេកទាបណាស់ខាន់លូមើលផ្លូវ价格តម្លៃឈីវិនសីតុណ្ហភាពអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោកជាពិសេសសូមអរគុណចំពោះឧបាសកជូបយាននិងឧបាសិកាខីកាសេនៅខេត្តបាត់ដំបងលោកតែងជួយឧបត្ថម្ភដល់កម្មវិធីសិក្សាភាសាចិនសូមជូនពរឧបាសកនិងឧបាសិកាបានសេចក្តីសុខចម្រើននិងសម្រេចអ្វីដោយចិត្តពងប្រាថ្នាចេះភាសាបរទេសធ្វើឲ្យជីវិតមានជម្រើសច្រើនរាត្រីសួស្តីសូមជម្រាបលា